បាទសួស្តីកូនសិស្សានុសិស្សទាំងអស់គ្នាត្រឡប់មកវិញនៅការបង្រៀនគណិតវិទ្យារបស់លោកគ្រូបន្តទៀតហើយចំពោះថ្ងៃនេះដែរយើងនឹងបន្តលំហាត់របស់យើងនៅចំណុចទីខនៅក្នុងលំហាត់ចូលធ្វើប្រមាណវិធីខាងក្រោមមានន័យថាប្រមាណវិធីមានវងកញ្ចក់អញ្ចឹងថ្ងៃនេះយើងមកធ្វើដំណោះស្រាយចំពោះលំហាត់ទីខអញ្ចឹងកាលពីសប្តាហ៍មុនកាលពីមេរៀនមុនលោកគ្រូបានបង្រៀនដោះស្រាយលំហាត់ទីករួចហើយអញ្ចឹងមកវីដេអូនេះគឺលោកគ្រូនឹងនាំកូនៗទាំងអស់គ្នាមកដោះស្រាយលំហាត់ទីខអញ្ចឹងក្នុងការដោះស្រាយនេះលោកគ្រូនៅតែរំលឹកនៅគោលការណ៍របស់យើងដំបូងគឺប្រមាណវិធីមានវងកញ្ចក់កូនត្រូវធ្វើក្នុងវងកញ្ចក់មុនបន្តមកទៀតគឺកូនអាចធ្វើប្រមាណវិធីខាងក្រៅ ហើយក្នុងវងកញ្ចក់បើសិនជាលេខនោះជាផលអីគឺយើងធ្វើផលនោះព្រោះផលគុណផលបូកផលដកផលចែករបស់យើងណាហើយចំពោះម៉ែវិធីខាងក្រៅដូចគ្នាមានផលបូកផលដកផលគុណផលចែកគ្រាន់តែលំហាត់នៅទីខហើយនិងលំហាត់ទីកវាមានលំហាត់លំដាប់ទៀបវាមានបូកដកតូចខ្លះប៉ុន្តែយើងនៅលំហាត់ក្រោយៗទៀតវាអាចនឹងមានចែកមានគុណអញ្ចឹងណាហើយចំពោះថ្ងៃនេះលោកគ្រូនឹងនាំដោះស្រាយលំហាត់ទីខអរគុណច្រើនអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលទៅមេរៀនតែម្ដងអញ្ចឹងចំពោះលំហាត់ទីខនេះគេដាក់ថាចូលធ្វើប្រមាណវិធីខាងក្រោមអញ្ចឹងចំពោះលំហាត់ប្រភេទនេះគឺដោយលោកគ្រូបង្ហាញនេះគឺលំហាត់នេះគេហៅថាជួរដេកបាទនេះគេហៅជួរដេកអញ្ចឹងគេចង់បានប្រមាណវិធីមានន័យថាជួរឈរអញ្ចឹងដើម្បីបានចម្លើយជួរដេកកូនត្រូវធ្វើប្រមាណវិធីជួរឈរហើយក្នុងការធ្វើប្រមាណវិធីជួរឈរកូនត្រូវចាំគោលការណ៍ដែលលោកគ្រូប្រាប់ធ្វើក្នុងវងកញ្ចក់នេះមុននេះអានេះណាវងកញ្ចក់ហើយទៅកូនអាចធ្វើប្រមាណវិធីខាងក្រៅបាទអញ្ចឹងគោលការណ៍ទី2គឺលេខណានៅមុនលេខនោះនៅលើអញ្ចឹងលេខនៅក្នុងវងកញ្ចក់នៅក្រោយលេខខាងក្រៅនេះនៅមុនគឺនៅលើណាអាក្រោយគឺនៅក្រោមហើយនៅក្នុងវងកញ្ចក់ក៏ដូចគ្នាបើលេខណានៅមុនដាក់ក្រោមទៅដាក់លើទៅហើយលេខណានៅក្រោយដាក់ក្រោមទៅប៉ុន្តែចំពោះករណីពិសេសចំពោះវិធីបូកនិងវិធីគុណគឺកូនអាចត្រឡប់បានអាចត្រឡប់លេខធំមកមុខបានត្រឡប់លេខតូចទៅក្រោយបានមានន័យថាទៅលើឬក៏ទៅក្រោមបានអញ្ចឹងណាបាទហើយបើសិនជាយើងមិនត្រឡប់ក៏បានដែរមិនមានបញ្ហាទេកូនអាចគណនាទាំងលេខតូចនៅលើទៅលេខធំនៅក្រោមទៅអត់បញ្ហាទេអរគុណច្រើនតោះឥឡូវយើងចាប់ផ្ដើមដោះស្រាយលំហាត់ទីខនេះតែម្ដងចឹងគោលការណ៍របស់យើងលោកគ្រូបានប្រាប់រួចហើយចឹងលោកគ្រូត្រូវធ្វើប្រមាណវិធីក្នុងវងកញ្ចក់នេះមុនចឹង705បូកនឹង2130ចឹងលោកគ្រូចាប់ផ្ដើមដោះស្រាយចឹង705កូនអាចដាក់លើក៏បានដែរឬក៏កូនអាចយកលេខ2130ដាក់លើណាដោយសារតែវិធីនេះគឺវិធីបូកវាអត់មានបញ្ហាទេអាចត្រឡប់បានចឹងលោកគ្រូបានលេខ705ហើយយើងធ្វើប្រមាណវិធីបូកកូនដាក់ឆ្ងាយបន្តិចដោយសារតែលេខខាងក្រោមមាន4ខ្ទង់ហើយយើងរាយលេខពីស្ដាំទៅឆ្វេងណាលេខ0លេខ3យ៉ាសេលេខ3ខុសលេខ3លេខ1លេខ2ហើយចំពោះខ្ទង់បាត់កូនអាចថែម0ក៏បានដែរណាតែលោកគ្រូអត់ថែមទេដោយសារតែយើងរៀនមកកម្រិតរៀងខ្ពស់គ្រាន់ហើយយើងរៀនវិធីបូកវិធីគុណវិធីចែករួចអស់ហើយបានចូលដល់កម្រិតនេះបាទឥឡូវយើងចាប់ផ្ដើមធ្វើប្រមាណវិធីបូកជួយប្រមាណវិធីបូកកូនបូកមក5បូក0បាន5 0បូក3បាន3 7បូក1បាន8 2គ្មានអ្វីបូកទម្លាក់ចឹងយើងឃើញ2835ចឹងចម្លើយរបស់យើងនេះអត់ទាន់ចប់ទេដោយសារតែយើងទៅតែធ្វើប្រមាណវិធីក្នុងវងកញ្ចក់ទេណានេះគេហៅប្រមាណវិធីក្នុងវងកញ្ចក់ហើយអានេះគេហៅប្រមាណវិធីខាងក្រៅណាបាទអញ្ចឹងឥឡូវលោកគ្រូធ្វើក្នុងវងកញ្ចក់រួចហើយឥឡូវលោកគ្រូចាប់ផ្ដើមទៅធ្វើប្រមាណវិធីខាងក្រៅតែគោលការណ៍មួយទៀតគឺប្រមាណវិធីខាងក្រៅត្រូវតែកូនមើលអាខាងក្រៅនេះមុនឬក៏វងកញ្ចក់នេះមុនអញ្ចឹងខាងក្រៅនេះមុនទៅដល់វងកញ្ចក់អញ្ចឹងបើខាងក្រៅនេះមុនកូនត្រូវដាក់ប្រមាណវិធីខាងក្រៅនេះមុននៅលើបាទអញ្ចឹងយើងយកលេខខាងក្រៅដាក់លើ
ហើយដកបានធីខាងក្រៅគឺយើងបានគណនាក្នុងវងកញ្ចក់យើងបានគណនារួចហើយគឺចម្លើយនេះអញ្ចឹងលោកគ្រូយកចម្លើយនេះមករាយពីស្ដាំទៅឆ្វេងអញ្ចឹងទេដោយសារតែលេខនេះ4ខ្ទង់ស្មើគ្នារាយពីឆ្វេងទៅស្ដាំក៏បានដែរដោយសារស្មើគ្នាប៉ុន្តែចំពោះករណីមិនស្មើគ្នាទេអានេះមានតែ3ខ្ទង់កូនចាំគោលការណ៍មួយទៀតគឺអត់អាចរាយពីស្ដាំពីឆ្វេងទៅស្ដាំទេគឺពីឆ្វេងពីស្ដាំមកឆ្វេងវិញអត់ពីឆ្វេងទៅស្ដាំទេចាឥឡូវលេខនេះយើងរាយពីស្ដាំទៅឆ្វេងក៏បានពីឆ្វេងទៅស្ដាំក៏បានដោយសារលេខស្មើគ្នា2 8 3 5យ៉ាអូវាបាទឥឡូវយើងចាប់ផ្ដើមមកដោះស្រាយលំហាត់នេះតែម្ដងផលដកអញ្ចឹងដោយសារផលដកត្រូវមានខ្ចីអញ្ចឹងលោកគ្រូសុំ highlight ពើខ្ចីបន្តិចអញ្ចឹង8ដក10ដក5អត់បានទេខ្ចី1នេះខ្ចីឲ្យហើយដោយសារតែយើងគង់តែខ្ចីដែរពីព្រោះ5អត់អាចដក8 1ក៏អត់អាចដក3ដែរអញ្ចឹងខ្ចីពី6នេះ1អញ្ចឹង6នេះសល់5អានេះដោយសារគេខ្ចី1មិញមាន5ហើយប៉ុន្តែខ្ចី1នេះសល់14ព្រោះយើងខ្ចីពី6 1ហើយឡើង10តែពិត15តែខ្ចី1ទៅសល់14អានេះគេខ្ចី1ដែរអញ្ចឹងនៅសល់10អានេះចុងក្រោយគឺឡើង13ដោយសារវាក្រោយគេអត់មានអ្នកណាខ្ចីវាទេដល់ពេលនេះយើងចាប់ដើមដោះស្រាយលំហាត់នេះធម្មតាអញ្ចឹង13ដក5នៅសល់8ហើយ10ដក3នៅសល់5 7សេលេខអត់ស្អាតបាទ7ហើយ14ដក8នៅសល់5 6 5ដក3នៅសល់5ដក2នៅសល់3បាទអញ្ចឹងចម្លើយរបស់យើងអ្វីដែលកូនត្រូវយកទៅដាក់គឺចម្លើយនេះបាទមិនមែនចម្លើយនេះទេដោយសារតែចម្លើយនេះមិនមែនចុងក្រោយទេណាចម្លើយនេះទៅចម្លើយចុងក្រោយអញ្ចឹងលោកគ្រូបានចម្លើយស្មើ3678បាទចឹងចំពោះលំហាត់ទីខគឺយើងបញ្ចប់ប៉ុណ្ណឹងហើយបើសិនជាកូនមានចម្ងល់ឬក៏មានបញ្ហាអីដែលមិនយល់ចំពោះលំហាត់ណាមួយកូនអាចខមមិននៅក្រោមវីដេអូរបស់លោកគ្រូចាប់ពីពេលនេះតទៅអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ